ជាបឋមខ្ញុំបាទសូមគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តស្រឡាញ់នៅវិស័យកសិកម្មនៅថ្ងៃនេះខ្ញុំបាទនឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងការចិញ្ចឹមសត្វគោរបស់ខ្ញុំជាលក្ខណៈគ្រួសារនៅឯផ្ទះរបស់ខ្ញុំហើយនៅថ្ងៃនេះខ្ញុំបាទនឹងប្រាប់ពុកម៉ែបងប្អូនអំពីអត្ថប្រយោជន៍នៃការចិញ្ចឹមសត្វនៅក្នុងផ្ទះជាលក្ខណៈគ្រួសារហើយនឹងអត្ថប្រយោជន៍នៃចំការស្វាយចន្ទីពុកម៉ែបងប្អូនប្រកាសជាដឹងហើយថាតម្លៃសត្វគោរស់ដែលឈ្មួញទិញថ្លឹងហ្នឹងគឺចន្លោះពី1គីឡូ12000ទៅ13000ហើយយើងឃើញថាតម្លៃនេះគឺល្អប្រសើរមែនទែនសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករជាអ្នកដែលចិញ្ចឹមសត្វគឺវាសមរម្យដែលធ្វើឲ្យពុកម៉ែបងប្អូនអាចបង្កើននៅប្រាក់ចំណេញកាន់តែច្រើនបន្ថែមទៀតអញ្ចឹងយើងដឹងហើយថាពេលបច្ចុប្បន្នគឺបន្ទាប់ពីយើងផ្ទុះសង្គ្រាមជាមួយនឹងសៀមជាឃើញថាតម្លៃសត្វជ្រូកក៏ដូចជាសត្វគោចាប់ផ្ដើមហក់ឡើងហើយវាគឺជាឱកាសដែលពុកម៉ែបងប្អូនប្រជាកសិករជាអ្នកចិញ្ចឹមសត្វកំពុងតែសំងំនៅក្នុងការបង្កើននៅប្រាក់ចំណេញដែលយើងមិនដឹងខ្លួនអញ្ចឹងយើងមើលឃើញថាវិស័យកសិកម្មទាំងការចិញ្ចឹមសត្វនេះគឺវាល្អប្រសើរឡើងវិញហើយពុកម៉ែបងប្អូនបាទហើយខ្ញុំបាទក៏សូមធ្វើការលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនងាកមកចិញ្ចឹមសត្វនៅតាមផ្ទះដែលយើងមើលឃើញថាវាលក្ខណៈគ្រួសារតូចមែនក៏ប៉ុន្តែក៏វាជួយនៅក្នុងការបន្ថែមនៅប្រាក់ចំណូលនៅក្នុងគ្រួសារដែលអាចឲ្យយើងចាយគ្រប់លំមបានផងដែរហើយនេះគឺជាវងគោរបស់ខ្ញុំដែលនៅក្នុងនោះគឺមានចំនួន22ក្បាលទាំងកូនតូចនេះហើយនៅក្នុងមួយឆ្នាំគឺកើតកូនចន្លោះពី8ទៅ9កូនពុកម៉ែបងប្អូនបាទហើយបន្ទាប់ពីយើងប្រមូលផលស្វាយចន្ទីនៅក្នុងចម្ការចន្ទីរបស់ខ្ញុំហើយគឺខ្ញុំតែងតែដេញយកមកទុកនៅក្នុងចម្ការស្វាយចន្ទីដើម្បីឲ្យវាស៊ីស្មៅហើយគោខ្ញុំអត់ពិបាកទេគឺព្រឹកឡើងប្រឡែងតែពីក្រោលផ្ទះហ្នឹងគឺសំដៅមកចង្ការហើយងាកឡើងបើកទ្វារគឺវាទៅផ្ទះវិញឯងពុកម៉ែបងប្អូនបាទអញ្ចឹងវាសារៈប្រយោជន៍នៃការចិញ្ចឹមគោដែលយើងមានចំការស្វាយចន្ទីអញ្ចឹងគឺវាល្អមួយយ៉ាងដែរពីព្រោះថាបើសិនជាយើងមិនមានចំការស្វាយចន្ទីឬក៏ចំការអីទេខ្ញុំគិតថាការចិញ្ចឹមសត្វគោរបស់ពុកម៉ែបងប្អូនក៏វារៀងពិបាកដែរពីព្រោះថាយើងត្រូវការប្រើកម្លាំងពលកម្មរបស់យើងនៅក្នុងការច្រូតស្មៅសម្រាប់ពុកម៉ែបងប្អូនដែលច្រូតស្មៅឲ្យស៊ីហើយសម្រាប់ពុកម៉ែបងប្អូនដែលតំបន់ដែលមិនមានស្មៅគឺយើងអាចនឹងខ្វៀលអញ្ចឹងយើងត្រូវការប្រើកម្លាំងពលកម្មដើម្បីនឹងមើលថែវាទាំងការខ្វៀលក៏ដូចជាការមើលថែហ្នឹងគឺរៀងហត់បន្តិចសម្រាប់ពុកម៉ែបងប្អូនដែលមិនមានចំការស្វាយចន្ទីដូចខ្ញុំអញ្ចឹងខ្ញុំរៀងកាត់បន្ថយកម្លាំងពលកម្មបានមួយផ្នែកដែរព្រោះថាពេលព្រឹកឡើងគឺយើងដេញមកហើយល្ងាចឡើងយើងគ្រាន់តែមកយកតែប៉ុណ្ណោះហើយវាស្រួលមួយយ៉ាងដែរពុកម៉ែបងប្អូនបាទហើយវីដេអូរបស់ខ្ញុំគឺមិនមានអ្វីច្រើនទេខ្ញុំគ្រាន់តែចង់ផ្ដល់ព័ត៌មានទៅកាន់ពុកម៉ែបងប្អូនតាក់ទងជាមួយនឹងតម្លៃសត្វរស់ដែលវានឹងហក់ឡើងថ្លៃអាចចន្លោះពី13000ទៅ15000នៅក្នុង3ទៅ4ឆ្នាំទៅខាងមុខទៀតអញ្ចឹងខ្ញុំសូមធ្វើការលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនងាកមកចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបែបនេះវិញដើម្បីនឹងបង្កើននៅប្រាក់ចំណូលនៅក្នុងគ្រួសាររបស់យើងហើយវីដេអូរបស់ខ្ញុំក៏មិនមានអ្វីវែងឆ្ងាយដែរខ្ញុំបាទសូមធ្វើការអរគុណទៅកាន់ពុកម៉ែបងប្អូនដែលតែងតែតាមដានក៏ដូចជាទស្សនានៅវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ខ្ញុំបាទសូមធ្វើការអរគុណសូមគោរពជម្រាបលា